នៅក្បែរផ្លូវ highway ជ្រុងទីក្រុង San Jose រដ្ឋ California នៃឆ្នាំ1993មានភោជនីយដ្ឋានត្រៀមបម្រើអាហាររហ័សមួយឈ្មោះថា Denny's ដែលមានស្នាមក្រាប់កំភ្លើងបាញ់ធ្លុះកញ្ចក់បង្អួចដោយសារការបាញ់ប្រហារគ្នារបស់ក្មេងទំនើងកាលពីប៉ុន្មានថ្ងៃមុននៅខាងក្នុងភោជនីយដ្ឋាននោះក្នុងបរិយាកាសដែលពោរពេញដោយក្លិនកាហ្វេថោកៗនិងសំឡេងចានឆ្នាំងទង្គិតគ្នាមានបុរសវ័យក្មេង3នាក់កំពុងអង្គុយជជែកគ្នាពីអនាគតក្នុងចំណោមនោះមានបុរសវ័យ30ឆ្នាំម្នាក់ពាក់វ៉ែនតានិងមានកែវភ្នែកមុតស្រួចឈ្មោះ Jensen Huang ការជ្រើសរើសភោជនីយដ្ឋាន Denny's នេះមិនមែនជារឿងចៃដន្យទេព្រោះកាលពីក្មេង Jensen ធ្លាប់ធ្វើជាអ្នករត់តុនៅទីនេះដើម្បីជំនះភាពអៀនខ្មាសដ៏អាក្រក់របស់ខ្លួននៅលើតុដែលពោរពេញដោយក្រដាសជូតមាត់ប្រឡាក់ទឹកកាហ្វេពួកគេបានគូសវាសផែនការបង្កើតក្រុមហ៊ុនមួយដែលនឹងប្រែក្លាយកុំព្យូទ័រដ៏គួរឲ្យធុញទ្រាន់ឲ្យមានសមត្ថភាពបង្កើតរូបភាព 3D ដ៏រស់រវើកគំនិតនេះស្ដាប់ទៅដូចជារឿងឈួតលីឡាបំផុតនៅសម័យនោះព្រោះកុំព្យូទ័រភាគច្រើនប្រើត្រឹមតែសម្រាប់វាយអក្សរតែប៉ុណ្ណោះប៉ុន្តែពីតុអាហារដ៏តូចចង្អៀតនាធាងនោះវាបានក្លាយជាចំណុចចាប់ផ្ដើមនៃអាណាចក្ររាប់ទ្រីលានដុល្លារដែលគ្រប់គ្រងអនាគតនៃបញ្ញាសិប្បនិម្មិត AI របស់ពិភពលោកដើម្បីយល់ពីភាពរឹងមាំរបស់បុរសអាវធំស្បែកពណ៌ខ្មៅរូបនេះយើងត្រូវត្រឡប់ទៅមើលកុមារភាពដ៏ជូរចត់របស់លោកសិនកើតនៅកោះតៃវ៉ាន់និងធំដឹងក្តីមួយរយៈនៅប្រទេសថៃក្មេងប្រុស Jensen ត្រូវបានឪពុកម្ដាយបញ្ជូនមកសហរដ្ឋអាមេរិកជាមួយបងប្រុសនៅអាយុ9ឆ្នាំដើម្បីស្វែងរកអនាគតភ្លឺស្វាងខណៈដែលប្រទេសកំណើតកំពុងមានចលាចលប៉ុន្តែដោយសារការយល់ច្រឡំសាច់ញាតិបានបញ្ជូនលោកទៅចូលរៀននៅវិទ្យាល័យ Oneida Baptist Institute ក្នុងរដ្ឋ Kentucky ដែលជាសាលាកែប្រែសម្រាប់ក្មេងទំនើងនិងក្មេងមានបញ្ហាផ្លូវច្បាប់នៅទីនោះក្មេងប្រុសអាស៊ីដែលស្គមស្កាងនិងមិនចេះភាសាអង់គ្លេសច្បាស់លាស់រូបនេះត្រូវស្នាក់នៅក្នុងបន្ទប់ជាមួយមិត្តរួមបន្ទប់ដែលជាក្មេងទំនើងមិនចេះអក្សរនិងពោពេញទៅដោយស្នាមកំបិតលើខ្លួនជារៀងរាល់ថ្ងៃ Jensen ត្រូវបានសាលាចាត់តាំងឲ្យដោះលាងសម្អាតបង្គន់រួមដែលជាការងារដ៏គំរោកបំផុតប៉ុន្តែលោកមិនបានយំសោកបន្ទាត់ព្រំលិខិតឡើយលោកបានបង្កើតកិច្ចព្រមព្រៀងមួយជាមួយមិត្តរួមបន្ទប់ដោយលោកទទួលបង្រៀនអក្សរនិងគណិតវិទ្យាចំណែកមិត្តរួមបន្ទប់នោះការពារលោកពីការគំរាមកំហែងនិងបង្រៀនលោកឲ្យចេះលើកដុំដៃការពារខ្លួនបទពិសោធន៍នៅក្នុងសាលាកែប្រែនេះបានបង្រៀនលោកនៅមេរៀនជីវិតដ៏សំខាន់បំផុតគឺការស៊ូទ្រាំនឹងការឈឺចាប់និងការចេះសម្របខ្លួនដើម្បីរស់រានមានជីវិតដែលជាអាវុធដ៏មុតស្រួយបំផុតនៅពេលលោកឈានជើងចូលពិភពចំនួនក្រោយមកលោកបានផ្លាស់ទៅរដ្ឋ Oregon ដើម្បីរស់នៅជុំគ្រួសារវិញភាពវៃឆ្លាតរបស់លោកបានចាប់ផ្ដើមបញ្ចេញពន្លឺលោកមិនត្រឹមតែជាជើងឯកវាយកូនឃ្លីលើតុកម្រិតយុវជនតែប៉ុណ្ណោះតែលោកបានលោតថ្នាក់ចូលរៀនមហាវិទ្យាល័យតាំងពីអាយុ16ឆ្នាំនៅក្នុងថ្នាក់ពិសោធន៍វិស្វកម្មអគ្គិសនីលោកបានជួបមិត្តរួមថ្នាក់ម្នាក់ឈ្មោះថា Lori លោកបានសន្យាជាមួយនាងថាលោកនឹងក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុននៅមុនអាយុ30ឆ្នាំការសន្យានេះមិនមែនជាពាក្យសម្ដីអំបួតអាងទេនាងក្រោយមកបានក្លាយទៅជាភរិយារបស់លោកហើយលោកក៏បានសម្រេចការសន្យានោះមែននៅពេលដែលលោកលាលែងពីការងារនៅក្រុមហ៊ុន AMD មកបង្កើតក្រុមហ៊ុន NVIDIA នៅឆ្នាំ1993នៅអាយុច្បាស់30ឆ្នាំឈ្មោះ NVIDIA នេះមកពីពាក្យឡាតាំង NVIDIA ដែលមានន័យថាការច្រណែនដោយពួកគេសង្ឃឹមថាផលិតផលរបស់ពួកគេនឹងធ្វើឲ្យគូប្រជែងទាំងអស់ច្រណែនពួកគេប៉ុន្តែភាពពិតនៅដើមដំណាលកាលមិនមានអ្នកណាច្រណែនពួកគេទេមានតែអាណិតតែប៉ុណ្ណោះផលិតផលដំបូងរបស់ NVIDIA គឺបន្ថាប់ chip NV1 ដែលពួកគេបានចំណាយពេលនិងទុនស្ទើរតែទាំងអស់ដើម្បីបង្កើតវាបានក្លាយជាបរាជ័យដ៏មហាទេរ៉េតាប្រែបមូលហេតុគឺដោយសារតែ Jensen បានជ្រើសរើសបច្ចេកវិទ្យាគូសរូបរាង 3D បែបចតុកោណចំណែកក្រុមហ៊ុនយក្ស Microsoft បានប្រកាសស្តង់ដារថ្មីប្រើរូបរាងត្រីកោណជាគោលត្រឹមតែមួយយប់បច្ចេកវិទ្យារបស់ NVIDIA បានក្លាយទៅជារបស់ហួសសម័យក្រុមហ៊ុនធ្លាក់ចូលទៅកាន់មាត់ជ្រឹះនៃសេចក្តីស្លាប់ដោយមានលុយបើកប្រាក់ខែឲ្យបុគ្គលិកត្រឹមតែប៉ុន្មានខែទៀតទេនៅក្នុងស្ថានភាពដ៏អស់សង្ឃឹមនោះលោក Jensen បានធ្វើរឿងមួយដែលនាយកប្រតិបត្តិធម្មតាមិនហ៊ានធ្វើលោកបានហោះទៅប្រទេសជប៉ុនដើម្បីជួបនឹងនាយកប្រតិបត្តិក្រុមហ៊ុនហ្គេម Sega លោក Shoichiro Irimazeri ដែលជាអ្នកទួទុននិងអតិថិជនតែមួយរបស់ខ្លួនជំនួសការកុហកបិទបាំង
លោក Jensen បានប្រាប់ការពិតទាំងអស់ថាពួកយើងដើរខុសផ្លូវហើយបច្ចេកវិទ្យាយើងបរាជ័យហើយយើងមិនអាចបញ្ចប់គម្រោងឲ្យញាក់បានទេប៉ុន្តែប្រសិនបើញាក់មិនបង់លុយពេញតាមកិច្ចសន្យាឲ្យយើងទេក្រុមហ៊ុនយើងនឹងកាក់ផ្សាយទុននៅថ្ងៃស្អែកនេះការសារភាពដោយស្មោះត្រង់នេះបានធ្វើឲ្យនាយកប្រតិបត្តិ Sega ភ្ញាក់ផ្អើលនិងកោតទោសនាយ៉ាងខ្លាំងលោកបានសម្រេចចិត្តផ្តល់ថវិកា$5 លានទាំងដែលដឹងថាគម្រោងនោះត្រូវបរាជ័យដើម្បីទុកជាខ្សែជីវិតសង្គ្រោះ Nvidia ថវិកា$5 លាននោះគឺជាឱកាសដកដង្ហើមចុងក្រោយរបស់គេលោក Jensen បានប្រមូលបុគ្គលិកទាំងអស់មកប្រជុំនិងប្រកាសច្បាប់នៃជីវិតថាយើងមានពេលត្រឹមតែ6ខែទេដើម្បីបង្កើតបន្ទាប់ chip ថ្មីពីចំណុច0បើមិនដូច្នោះទេយើងទាំងអស់គ្នានឹងបាត់បង់ការងារការធ្វើការទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាកបានបង្កើតចេញឲ្យបន្ទាប់ chip Riva 168ដែលបញ្ចេញទាន់ពេលវេលានិងទទួលបានការគាំទ្រយ៉ាងភ្លួយទឹកភ្លួយដីជួយសង្គ្រោះក្រុមហ៊ុនឲ្យរស់រានមានជីវិតដោយទាញចេញពីរណ្ដៅមរណៈបទពិសោធន៍ដ៏រន្ធត់នេះបានដកជាប់នៅផ្នត់គំនិតរបស់ Jensen រហូតលោកបានបង្កើតវប្បធម៌ការងារមួយប្រចាំក្រុមហ៊ុនថាចូលចងចាំជានិច្ចថាក្រុមហ៊ុនយើងតែងតែនៅសល់ពេលត្រឹមតែ30ថ្ងៃទៀតពីការដួលរលំដើម្បីឲ្យបុគ្គលិកទាំងអស់ធ្វើការដោយភាពប្រុងប្រយ័ត្ននិងមិនអាំងអំបួងកេងក្អាង Nvidia បានក្លាយជាស្ដេចគ្រងរាជ្យនៅក្នុងពិភពហ្គេមកុំព្យូទ័រដោយគ្មានអ្នកណាអាចប្រជែងបានប៉ុន្តែចក្រវិស័យរបស់ Jensen មិនបាននៅស្ងៀមឡើយចូលដល់ឆ្នាំ2006លោកបានមើលឃើញរឿងមួយដែលពិភពលោកទាំងមួយមិនមើលឃើញលោកដឹងថាអង្គគណនា Graphic GPU ដែលមានសមត្ថភាពគណនាទិន្នន័យរាប់ពាន់ក្នុងពេលតែមួយនេះមិនគួរត្រូវបានកំណត់ត្រឹមតែការលេងហ្គេមទេវាគួរតែអាចត្រូវបានប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រដើម្បីគណនាអាកាសធាតុស្រាវជ្រាវថ្នាំពេទ្យឬធ្វើការងារធំៗផ្សេងទៀតបានលោកបានប្រកាសគម្រោងមហិច្ឆតាមួយឈ្មោះថា CUDA ដែលតម្រូវឲ្យវិស្វករបន្ថែមផ្នែករឹងមាំ hardware និង software ទៅក្នុងបន្ទាប់ chip គ្រប់ស៊េរីរបស់ Nvidia ដើម្បីឲ្យគេអាចសរសេរកូដបញ្ជាវាបានដោយសេរីការសម្រេចចិត្តនេះបានធ្វើឲ្យថ្លៃដើមផលិតកើនឡើងយ៉ាងខ្លាំងខណៈដែលទីផ្សារសម្រាប់ប្រើប្រាស់វានៅពេលនោះមានទំហំស្មើនឹង$0 billion market ក្រុមអ្នកវិនិយោគនៅ Wall Street មានការខឹងសម្ដីយ៉ាងខ្លាំងពួកគេទាមទារឲ្យ Jensen បោះបង់គម្រោង CUDA នេះចោលព្រោះវាកំពុងតែដុតលុយក្រុមហ៊ុនចោលទទេស្ថានភាពកាន់តែអាក្រក់ឡើងនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ2008ផ្ទុះឡើងតម្លៃភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះខ្ទេចខ្ទីស្ទើរតែសល់ត្រឹម$1ជាងតែប៉ុណ្ណោះគ្រប់គ្នាគិតថា Jensen កំពុងតែរុនក្រុមហ៊ុនឲ្យស្លាប់ជាលើកទី2ប៉ុន្តែបរិះរូបនេះរឹងរូសជាងដៃថែវទៅទៀតលោកសុខជុតរងការប្រមាថតែដាច់ខាតមិនព្រមបោះបង់គម្រោង CUDA នេះឡើយព្រោះលោកជឿជាក់យ៉ាងមុតមាំថាអនាគតនឹងត្រូវការវាលោកតែងតែយកមេរៀនពីការគ្រោងធនធានពីព្រហ្មលិខិតនៅសាលាកែប្រែថាការអត់ធ្មត់រងទុក្ខវេទនាដ៏មហាសាលគឺជាស្តាមីណាមួយដែលត្រូវប្រើប្រាស់ដើម្បីបញ្ចេញភាពអស្ចារ្យការអត់ធ្មត់រងទុក្ខវេទនាជាង1ទសវត្សរ៍ទីបញ្ចប់បានហុតផលយ៉ាងកក្រោកនៅឆ្នាំ2012នៅសាកលវិទ្យាល័យ Toronto ប្រទេសកាណាដាក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលដឹកនាំដោយបិតា AI លោក Jeffrey Hinton និងកូនសិស្សម្នាក់ឈ្មោះថា Ilya Sutskever ដែលក្រោយមកជាសហស្ថាបនិក OpenAI កំពុងជួបការលំបាកក្នុងការបង្វឹកប្រព័ន្ធបញ្ញាសិប្បនិម្មិតឲ្យស្គាល់រូបភាពព្រោះកុំព្យូទ័រធម្មតា CPU ដែលយឺតពេកពួកគេក៏សាក់លបងយកបន្ទាប់ chip លេងហ្គេម GTX 510របស់ Nvidia ចំនួន2ផ្លាំងដែលមានបំពាក់ប្រព័ន្ធ CUDA មកសរសេរកូដបង្វឹក AI ជំនួសវិញលទ្ធផលដែលទទួលបានគឺអស្ចារ្យហួសការស្មាន AI ដែលពួកគេបង្កើតឈ្មោះថា AlexNet អាចរៀនសូត្របានលឿនជាងមុនរាប់10ដងនិងបានយកឈ្នះការប្រកួតប្រជែងថ្នាក់ពិភពលោកយ៉ាងដាច់ឆ្និតកព័ត៌មាននេះលេចលឺដល់ត្រចៀកលោក Jensen លោកបានដឹងភ្លាមៗថានេះមិនមែនជារឿងធម្មតាទេនេះគឺជាការរញ្ជួយផែនដីក្នុងពិភពបច្ចេកវិទ្យាលោកបានផ្ញើសារអ៊ីមែលទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ដោយបញ្ជាថាចាប់ពីវិនាទីនេះតទៅ Nvidia មិនមែនជាក្រុមហ៊ុនធ្វើ chip លេងហ្គេមទៀតទេយើងគឺជាក្រុមហ៊ុន AI លោកបានបង្វែរធនធានរាប់លានដុល្លារនិងវិស្វករទាំងអស់ឲ្យទៅផ្ដោតទៅលើការផលិតបន្ទាប់ chip សម្រាប់ AI តែមួយមុខទេនៅឆ្នាំ2016កម្លាំងផលកម្មនៃការផ្លាស់ប្ដូរនេះបានលេចចេញជារូបរាងណាមួយនៅពេលដែលលោក Jensen បានលើកយកកុំព្យូទ័រ AI Supercomputer ដំបូងគេលើលោក model DGX-1
ដែលមានទំហំពុនវ៉ាលីសទៅប្រគល់ដោយផ្ទាល់ដៃជូនទៅកាន់ការិយាល័យតូចមួយដែលទើបតែបង្កើតឡើងថ្មីឈ្មោះថា OpenAI អ្នកដែលចេញមកទទួលកុំព្យូទ័រនោះពីដៃលោក Jensen គឺលោក Elon Musk ដែលជាអ្នកចូលរួមបង្កើត OpenAI ដំបូងកុំព្យូទ័រនោះហើយគឺជាម៉ាស៊ីនដំបូងក្នុងការបង្វឹក AI ឲ្យចេះភាសាមនុស្សប៉ុន្មានឆ្នាំក្រោយមកនៅពេលដែល ChatGPT បានបញ្ចេញនិងធ្វើឲ្យពិភពលោកទាំងមូលភ្លឺភ្នែកពីថាមពលនៃ Generative AI រលកយក្សស៊ូណាមិផ្នែកហិរញ្ញវត្ថុក៏បានវាយលុបក្រុមហ៊ុន Nvidia ភ្លាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងអស់នៅលើផែនដីមិនថា Google, Microsoft, Meta ឬ Amazon ទេសុទ្ធតែត្រូវត្រៀមរៀងជួរនឹងប្រជែងគ្នាទិញបន្ថប់ chip AI របស់ Jensen ដូចជា Series H110 នៅក្នុងតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយបន្ថប់និងទិញម្ដងរាប់សែនបន្ថប់